បាទសូមជំរាបសួរបាទបងប្អូនជាពលរដ្ឋទាំងអស់ទីគោរពស្រឡាញ់រាប់អានបាទខ្ញុំអភិបាលស្រុកនៃគណៈអភិបាលស្រុកសៀមបូកបាទថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសំណររីករាយជាពន់ពេកដែលបានមន្ទីរព័ត៌មានសហការជាមួយរដ្ឋបាលស្រុកដើម្បីរៀបចំកម្មវិធីផ្សព្វផ្សាយឬក៏ជាយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗបាទក្នុងនាមអាជ្ញាធរស្រុកខ្ញុំគិតថាពិតជាមានសារៈសំខាន់ណាស់កម្មវិធីដែលមន្ទីរព័ត៌មានបានរៀបចំនៅថ្ងៃនេះហើយរាល់ព័ត៌មានទាំងអស់ដោយដែលអស់លោកស្រីតែងតែបានជ្រាបហើយថានៅក្នុងយុគសម័យបច្ចេកវិទ្យានេះប្រព័ន្ធព័ត៌មានคล้ายៗនេះបានវាយលុកមកនៅក្នុងសង្គមជាតិយើងជាច្រើនហើយដូច្នេះខ្ញុំស្នើសុំមន្ត្រីរាជការប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សកងកម្លាំងមានសមត្ថកិច្ចរបស់យើងទាំងអស់បាទត្រូវពិនិត្យនៅព័ត៌មានណាដែលជាព័ត៌មានពិតព័ត៌មានណាជាព័ត៌មានคล้ายៗហើយព័ត៌មានដែលពិតនោះគឺជាព័ត៌មានដែលយើងមានភេកផ្លូវការត្រឹមត្រូវជាពិសេសព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តភេកផ្លូវការរបស់រដ្ឋបាលខេត្តរបស់ក្រសួងព័ត៌មានរបស់រាជរដ្ឋាភិបាលនិងភេកបណ្ដាញព័ត៌មានផ្សេងៗទៀតដែលជាការងាររបស់រាជរដ្ឋាភិបាលហើយព័ត៌មានដែលយើងមិនអាចទុកចិត្តបានដែលយើងមើលឃើញតាមបណ្ដាញសង្គមសប្តាហ៍ថ្ងៃនេះគឺយើងត្រូវធ្វើការផ្ទៀងផ្ទាត់ជាមុនសិនមុននឹងយើង like ឬមុននឹងយើង share ឬក៏យើងបន្តចែកចាយតទៅទៀតជួបមុខឲ្យអាជ្ញាធរស្រុកផ្សាយជាថ្មីម្ដងទៀតនេះក៏ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរព័ត៌មានដែលតែងតែធ្វើកិច្ចសហការនិងផ្ដល់នៅកិច្ចការការពារគ្រប់គ្រងនៅព័ត៌មានពិតហើយយើងនឹងរួមគ្នាប្រយុទ្ធប្រឆាំងនៅព័ត៌មានคล้ายៗហើយដោយទៅក្នុងពាក្យស្លោកដែលបានបញ្ជាក់ឲ្យថាយើងត្រូវតែនាំគ្នាឆ្លើយថាទេព័ត៌មានคล้ายៗហើយរួមគ្នាផ្សាយនៅព័ត៌មានតែពិតបាទសូមអរគុណបាទ